ខ្ញុំមានប្តីហើយប៉ុន្តែពេលនេះគាត់ទៅជួយកម្មពី3ឆ្នាំទើបគាត់មកម្ដងតើប្តីរបស់នាងនៅប្រហែលខែទៀតទើបមកដល់មិនដឹងជាប្រហែលខែប្រហែលថ្ងៃទើបមកទេពស់កេងកងលានាងនេះទៅរូងវិញនាងនេះផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនអោយនឹងអត់ទៅហៅទេអ្នកកុំមកឲ្យសោះណាបើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើនឹងអត់ឲ្យទៅហៅអ្នកសឹមអ្នកមកពស់កេងកងក៏វាទៅរូងវិញទៅតោះតែល្ងាចនាងនេះប្រើនាងអិនឲ្យទៅហៅពស់កេងកងនាងអិនខ្លាចម្ដាយក៏ទៅតាមពាក្យម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ត្បិតពស់នោះធំហើយវែងផងមួយទៀតខឹងក្នុងចិត្តត្បិតម្ដាយមានសហាយនឹងពស់នាងអិនទៅដល់មាត់រូងក៏ហៅថាពស់កេងកងពស់កេងកងនាងនេះឲ្យហៅពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថាអត់អើយអត់បើយើងទៅនោះឪពុករបស់នាងប្រកាសจะកាត់យើងដាច់ឪពុកយើងទៅជួយអង្កាំពី3ឆ្នាំមិនទាន់មកដល់ផងពស់កេងកងបានឮនាងអិតប្រាប់ដូច្នោះក៏លូនចេញពីរន្ធមកហើយចេះតែទៅរាល់ថ្ងៃនាងនេះមានសហាយជាមួយពស់កេងកងតលតែមានផ្ទៃពស់ដល់យូរបន្តិចទៅប្តីនាងនេះមកពីជួញអង្កាំវិញឃើញនាងនេះពស់ធំក៏នឹកសង្ស័យក៏សួរនាងអិតជាកូននាងអិនប្រាប់ឪពុកថាម៉ែគាត់មានសហាយនឹងពស់កេងកងឲ្យតែដល់ពេលយប់កាលណាឲ្យខ្ញុំទៅហៅរាល់ថ្ងៃឪពុកឮនាងអិតប្រាប់ដូច្នោះក៏និយាយប្រាប់នាងអិតថាលុះដល់ល្ងាចឡើងឯងត្រូវទៅហៅវាមកទៀតយើងនឹងកាប់វានៅមាត់ទ្វារហើយនេះឯងកុំឲ្យម៉ែឯងដឹងឲ្យសោះលីទេ